សួស្តីបងខ្ញុំឃើញបងដាក់រូបនេះចូលក្នុងក្រុមគាត់សួរថាបើគាត់ដាក់អញ្ចឹងត្រូវឬខុសហើយដាក់អញ្ចឹងមានបញ្ហាអីអត់អញ្ចឹងខ្ញុំក៏សូមបកស្រាយតាមអ្វីដែលគាត់សួរហើយនឹងមើលរូបជាក់ស្ដែងវាពិតប្រាកដណាស់ការកែប្រែប្រអប់ខ្យល់ចូលភាសាអង់គ្លេសគេនិយាយថា air bob ដោយក្នុងរូបហ្នឹងវាធ្វើឲ្យប៉ះពាល់ដល់ខាងក្នុងគ្រឿងក្នុងនៃម៉ូតូប្រសិនបើយើងធ្វើមិនបានត្រឹមត្រូវនេះវាប៉ះពាល់ដល់ការកាត់ឡើងមានការសឹករិចរិលដល់ម៉ាស៊ីនហើយប្រសិនបើតម្រងខ្យល់អង់គ្លេសគេហៅថា air filter ហ្នឹងมันអាចច្រោះទូលីនិងភាពកខ្វក់បានល្អនោះភាពល្អិតហ្នឹងភាពកខ្វក់វាចូលទៅក្នុងម៉ាស៊ីនបាននេះអាចបណ្ដាលឲ្យមានការសឹករិចរិលនៃផ្នែកខាងក្នុងម៉ាស៊ីនឬក៏ស៊ីឡាំងពីប៊ីស្តុងនិងសន្ទះបិទបើកដែលវាអាចកាត់បន្ថយអាយុកាលនៃម៉ាស៊ីនហើយការផ្លាស់ប្ដូរសមាមាត្រលបាយឥន្ធនៈនិងខ្យល់អង់គ្លេសថា air fuel ratio វាបណ្ដាលឲ្យម៉ាស៊ីនដំណើរការក្តៅពេកនិងបង្កើនការសឹករិចរិលកាន់តែខ្លាំងហើយការខូចខាតដល់ឧបករណ៍ចាប់សញ្ញាអញ្ចឹងម៉ូតូពួកប្រាប់បីប្រអីវាមានប្រព័ន្ធចាប់សញ្ញាបើថាចាប់សញ្ញាទៅលើប្រេងចាប់សញ្ញាទៅលើខ្យល់វាធ្វើឲ្យប្រេងនឹងស៊ីតិចស៊ីច្រើនវាពាក់ព័ន្ធជាមួយ sensor ខ្យល់ទៀតអញ្ចឹងម៉ូតូនៅពីច្រើនវាមានឧបករណ៍ចាប់សញ្ញាលំហូរខ្យល់ដែលគេហៅថា air flow sensor អញ្ចឹងបងប្អូនអ្នកប្រើម៉ូតូដូចពួក click អីដឹងហើយair flow sensor ជាអ្វីហើយគេតម្លើងនៅកន្លែងណាគឺគេប្រើសម្រាប់ត្រួតពិនិត្យខ្យល់ហើយខ្យល់សម្រាប់ផ្ដល់ព័ត៌មានទៅ ECU របស់វាហ្នឹងដើម្បីបាញ់ប្រេងឲ្យបានត្រឹមត្រូវដើម្បីឲ្យដឹងថាម៉ូតូស៊ីតិចស៊ីខ្លាំងគឺវាមាន board របស់វា control តាមរយៈការផ្ដល់សញ្ញារបស់ air flow sensor ហើយការផ្លាស់ប្ដូរលំហខ្យល់អាចធ្វើឲ្យឧបករណ៍ហ្នឹងចាប់សញ្ញាហ្នឹងវាអានខុសវាបណ្ដាលឲ្យមានបញ្ហាទៅលើម៉ាស៊ីននិងអាចខូចខាតដល់ឧបករណ៍ចាប់សញ្ញានោះទៀតអញ្ចឹងការកាត់បន្ថយអាយុកាលម៉ាស៊ីនវាប៉ះពាល់ដល់ការរួមចំណែកនៃការសឹករិចរិលនិងបញ្ហាដំណើរការម៉ាស៊ីនវាអាចកាត់បន្ថយអាយុកាលវាយោងទៅតាមកត្តាសំខាន់ទាំងនោះផងដែរហើយផលប៉ះពាល់ដល់ប្រព័ន្ធប្រេងឥន្ធនៈការផ្លាស់ប្ដូរលំហូរខ្យល់វាធ្វើឲ្យប្រព័ន្ធប្រេងឥន្ធនៈនោះធ្វើការមិនប្រក្រតីក៏ដូចជាប្រើប្រាស់ប្រេងសាំងច្រើនពេកជាដើមវាស៊ីសាំងការធ្វើអញ្ចឹងវាអាចមកធ្វើឲ្យម៉ូតូស៊ីសាំងអញ្ចឹងក៏វាប៉ះពាល់បងប្អូនអញ្ចឹងយល់ល្អយើងអាចដាក់ជាសំណុំដើមមកវាវិញទៅវាមិនទៅស្អាតអីតែកន្លែងហ្នឹងទេបងប្អូនហើយមួយទៀតការកែប្រែប្រអប់ខ្យល់ហ្នឹងវាគួរតែធ្វើឡើងដោយអ្នកជំនាញដែលមានចំណេះដឹងនិងបទពិសោធន៍ការប្រើប្រាស់រំលងខ្យល់ដែលមានគុណភាពខ្ពស់គឺចាំបាច់ដើម្បីការពារម៉ាស៊ីនចេញពីការខូចខាតហើយការកែសម្រួលប្រេងឥន្ធនៈវាធ្វើបានត្រឹមត្រូវគឺសំខាន់ទៅលើការរក្សាសុខភាពម៉ាស៊ីនដូច្នេះការកែប្រែបែបនេះគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់អញ្ចឹងវាភាគរយវាខុសពីទម្រង់ដើមបងប្អូនកែអញ្ចឹងយើងត្រូវតែប្រុងប្រយ័ត្នដែរព្រោះយើងត្រូវថែម៉ូតូបងប្អូនអញ្ចឹងអរគុណច្រើនចែកម្លែកមែនតែប៉ុណ្្នឹងទេបងប្អូន